ជំរាបសួរពុកម៉ែបងប្អូនក្នុងថ្ងៃនេះសូមមកបញ្ញត្តិអារម្មណ៍បងប្អូនតិចណាបងប្អូនបញ្ញត្តិសតិសម្បញ្ញៈសម្បញ្ញៈឲ្យបងប្អូនភ្ញាក់រលឹកថាប្រវត្តិសាស្ត្រមួយម៉ាត់ណាបងប្អូនប្រវត្តិសាស្ត្រមួយម៉ាត់ប្រវត្តិសាស្ត្រនេះហើយគឺជាដួងព្រលឹងចិត្តរបស់យើងណាបងប្អូនប្រវត្តិសាស្ត្រនេះហើយគឺជាដួងព្រលឹងចិត្តរបស់យើងដួងព្រលឹងចិត្តរបស់យើងគឺនៅក្នុងប្រវត្តិសាស្ត្រអញ្ចឹងពាក្យថាប្រវត្តិសាស្ត្រមួយម៉ាត់បាទមានអត្ថន័យជ្រៅណាស់បងប្អូនបាទទាក់ទងទៅនឹងវប្បធម៌ប្រពៃណីរបស់យើងអក្សរសាស្ត្របាទដើមកំណើតយើងបាទទាក់ទងនឹងដើមកំណើតទឹកដីរបស់យើងទាក់ទងទៅនឹងបាទដូនតារបស់យើងចំនួនមុនរហូតដល់បច្ចុប្បន្ននេះបាទអញ្ចឹងប្រវត្តិសាស្ត្រនេះគឺជាដួងព្រលឹងរបស់ជាតិដួងព្រលឹងចិត្តរបស់យើងកាលណាដែលយើងបំភ្លេចប្រវត្តិសាស្ត្រប្រៀបបីដូចជាបំភ្លេចដួងព្រលឹងចិត្តរបស់យើងប្រៀបបីដូចជាបំភ្លេចដូនតារបស់យើងណាបងប្អូនអញ្ចឹងក៏សូមតាមផ្ញើបងប្អូនឲ្យនាំគ្នារៀនប្រវត្តិសាស្ត្រណាបងប្អូនបាទប្រវត្តិសាស្ត្រយើងនោះហើយគឺជាដួងព្រលឹងយើងកាលណាយើងបំភ្លេចប្រៀបបីដូចជាយើងបំភ្លេចព្រលឹងរបស់យើងអញ្ចឹងណាបងប្អូនអញ្ចឹងក្នុងប្រវត្តិសាស្ត្រនេះដែរខ្ញុំសូមឲ្យបងប្អូនបើកវងកញ្ចក់ហើយស្រាវជ្រាវដែលប្រវត្តិសាស្ត្រដែលសរសេរចងក្រងទៅដោយបារាំងសេះបងប្អូនចោលបារាំងសេះបាទពាក្យថាបារាំងសេះនេះមួយបងប្អូនត្រូវស្រាវជ្រាវឲ្យល្អិតល្អន់បាទទៅពិសោធន៍មើលឲ្យល្អិតល្អន់ថាបាទឯកសារដែលបារាំងសរសេរនោះបាទយើងពិសោធន៍ទៅឃើញអីខ្លះបាទហើយយកចំណុចកលឹះអ្នកណាដែលដឹងឬក៏អ្នកណាដែលបកស្រាយមកសុំហាត់សុំផលឲ្យយើងទៅស្រាវជ្រាវបាទអញ្ចឹងបងប្អូនសូម5ផ្ញើបងប្អូនឯកសារដែលបារាំងសរសេរនោះត្រូវស្រាវជ្រាវឲ្យច្បាស់ណាបងប្អូនបាទអញ្ចឹងក៏សូមជម្រាបលាបងប្អូនប៉ុណ្ណេះណាបងប្អូនបាទអរគុណ